ព្រះធម៌សម្រាប់អប់រំចិត្តនៅក្នុងថ្ងៃសិលសូមបានសេចក្តីសុខនិងសេចក្តីចម្រើនទាំងអស់គ្នាសេចក្តីសុខនៅជុំវិញខ្លួនមនុស្សយើងឃើញតែពីខំប្រឹងស្ទុះស្ទានាំគ្នាស្វែងរកសេចក្តីសុខប៉ុន្តែរត់មិនរួចពីសេចក្តីទុក្ខឡើយនេះមកអំពីមនុស្សយើងឲ្យសេចក្តីសំខាន់នៅលើវត្ថុសម្បត្តិខ្លាំងពេកមិនឃើញសេចក្តីសំខាន់នៃធម្មសម្បត្តិផងទេឧទាហរណ៍ដូចជាការមិនប្រព្រឹត្តខុសក្នុងសិល5សេចក្តីសុខក៏ចូលមកកាន់ជីវិតយើងតាមទ្វារសិលនឹងហើយតាមពិតសេចក្តីសុខនៅជុំវិញខ្លួនយើងចិត្តនេះឯងឲ្យតែយើងកុំធ្វើបាបកុំប្រព្រឹត្តខុសក្នុងការចិញ្ចឹមជីវិតធ្វើសេចក្តីល្អឲ្យនៅក្នុងកណ្ដាប់ដៃយើងមានខន្តីសេចក្តីអត់ធន់ត្រូវមានព្យាយាមក្នុងការងារត្រឹមត្រូវមានមេត្តាភាវនានិងចេះឲ្យអភ័យជាដើមយើងក៏បានទៅជាអ្នកសម្បូរសេចក្តីសុខសម្បីមិនសម្បូរនៅវត្ថុសម្បត្តិក៏ដោយធ្វើបាបដូចផឹកថ្នាំពិសត្រូវឃើញថាបាបដូចជាថ្នាំពិសដ៏ខ្លាំងក្លាកុំគិតថាយើងផឹកហើយបើមិនមានអ្នកណាដឹងគឺមិនអីទេដូច្នេះឲ្យសោះត្រូវតែគិតឲ្យយល់ក្នុងសេចក្តីនេះហើយត្រូវខ្លាចបាបដោយបញ្ញាត្រូវវាចាកបាបទាំងពួងឲ្យដូចជាអ្នកដែលស្រឡាញ់ជីវិតហើយវាចាកនូវការផឹកថ្នាំពិសដូច្នោះឯងក៏បីស្វែងរកការចេះដឹងឲ្យច្បាស់លាស់មនុស្សយើងភាគច្រើនចូលចិត្តមានយោបល់សម្ដែងមតិបើពេញចិត្តក៏សរសើរបើទាស់ចិត្តក៏រិះគន់ប្រកបនៅភាពអំនួតអួតអាងចេញមកតាមពាក្យសម្ដីប៉ុន្តែមិនចូលចិត្តស្វែងរកការចេះដឹងឲ្យបានពិតប្រាកដឡើយតាមពិតមនុស្សយើងមិនចាំបាច់អួតអាងអ្វីទៅនោះទេគ្រាន់តែស្វែងរកការចេះដឹងឲ្យបានពិតប្រាកដហើយធ្វើប្រយោជន៍ឲ្យចម្រើនជាទីបំផុតទាំងប្រយោជន៍ខ្លួនឯងទាំងប្រយោជន៍អ្នកដទៃនិងឯងដែលជាការត្រឹមត្រូវទាំងការរស់នៅក៏មានសេចក្តីសុខពិតសូមអនុមោទនា